Nơi đam rương dương khơi cục mùi xong nơi lơ co ngặt ngày ní, nẹ tô thmây cầm pung trời ban nom một cục ní, mà nẹ không nú chmu Edmund pe quát ban chụp nẹ diêm nú, Edmund ban nì dây thà, lục mà cha chui khnyom phong khnyom mình ban thưa vậy khó tê khnyom trời ban kê bẩn chùn một. Tí ní đòi chótประกันmình bứt mê bẩn chi ca chlai đòi ngọc ngặt khnyom đăng % ba nẹ ban thưa vậy mùi nẹ nâng trời ban bẩn chùn tờ pun thನಿ គា khnong ប្រទេស មានតែអ្នកប្រឆាំងនឹងការខុបខិតដែលត្រូវបានគេនាំមកកាន់ពន្ធនាគារដាច់ស្រយាល នេះក្រោយមកមេគុកបានវីគាត់យ៉ាងធ្ងន់ធ្ងរហើយបន្ទាប់មកបានចាក់សោគាត់នៅក្នុងបន្ទប់ពន្ធនាគារដែលមានទ្វារឈើនិងបង្អួចតូចមួយទ្វារនេះបើកតែម្ដងក្នុងមួយឆ្នាំពេលមេមកវីដោយគ្មានមូលហេតុពេលវេលាបានបន្តទៅមុខហើយអេដម៉ាន់មានការរំខានយ៉ាងខ្លាំងពីការជាប់គាំងតែម្នាក់ឯងនៅក្នុងបន្ទប់គាត់បានសរសេរនៅលើជញ្ជាំងសុំឲ្យព្រះផ្ដល់យុត្តិធម៌ដល់គាត់ប៉ុន្តែយូរទៅនៅពេលដែលគាត់ដឹងថាគាត់មិនអាចគ្រប់គ្រងស្ថានភាពបានគាត់ចាប់ផ្ដើមមានអារម្មណ៍សោកសៅយ៉ាងខ្លាំងបន្ទាប់ពីបានចំណាយពេល12ឆ្នាំនៅក្នុងគុកនោះគាត់ថែមទាំងបាត់បង់ជំនឿលើព្រះទៀតផងគាត់គិតថាគាត់នឹងត្រូវចាក់សោនៅទីនោះអស់មួយជីវិតប៉ុន្តែបន្ទាប់មកនៅថ្ងៃមួយរំពេចនោះជាន់នៃក្រឡារបស់គាត់បានចាប់ផ្ដើមឡើងព្រឹត្តិការណ៍ចម្លែកនេះបានធ្វើឲ្យអេដម៉ាន់ភ្ញាក់ផ្អើលគាត់មានអារម្មណ៍ថាដូចជាខ្មោចបានមកមុខគាត់បន្ទាប់ពីភ័យខ្លាចមួយរយៈអេដម៉ាន់បានឃើញបុរសម្នាក់ចេញពីក្រោមដីបុរសនោះគឺលោកអេប៊ីហ្វេរីយ៉ាដែលជាអ្នកទោសពីជាន់ក្រោមគាត់បានជីកផ្លូវរូងក្រោមដីមួយរយៈពេល5ឆ្នាំចុងក្រោយនេះដោយការបង្វិលនៃជោគវាសនាផ្លូវរូងរោមដីបានបើកចូលទៅក្នុងបន្ទប់របស់អេដម៉ាន់ដូចជាប្រសិនបើវាជាសញ្ញាពីព្រះជាមួយនឹងការមកដល់របស់ ABT បំផុតអេដម៉ាន់បានទទួលនរណាម្នាក់ដើម្បីនិយាយជាមួយខណៈដែលគាត់បានឈួតពីការជាប់គាំងតែម្នាក់ឯងអស់រយៈពេលជាយូរមកហើយបន្ទាប់ពីនោះអាបេបានអញ្ជើញអេដម៉ាន់ទៅកាន់បន្ទប់របស់គាត់ដោយរំភើបអេដម៉ាន់មានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលគាត់នឹងមិនចាំបាច់ចំណាយពេលរបស់គាត់ទៅកោសជញ្ជាំងដោយធ្មត់ទៀតទេនៅពេលដែលអេដម៉ាន់ចូលទៅក្នុងបន្ទប់របស់ AB គាត់ភ្ញាក់ផ្អើលនឹងអ្វីដែលគាត់បានឃើញក្រឡារបស់អាបេគឺមិនដូចអ្នកដតីនោះទេវាមើលទៅដូចជាសន្តាគារសំរុំមានកៅអីសម្រាប់លួងលោមហើយសៀវភៅរាប់មិនអស់កំពុងដេកលើធ្នើលោកអេប៊ីបានសន្យាជាមួយអេដម៉ាន់ថាប្រសិនបើគាត់ជួយគាត់ជីករូងក្រោមដីគាត់នឹងបង្រៀនគាត់ក្នុងអំឡុងពេលដែលនៅសល់អេដម៉ាន់មិនមានអ្វីត្រូវធ្វើទៀតទេដូច្នេះគាត់បានយល់ព្រមភ្លាមពេលដែលគេហៀបនឹងចាប់ផ្ដើមជីកគេបានឬសំឡេងជើងអ្នកយាមដោយភ័យញាប់ញ័រអេដម៉ាន់បានរត់ត្រឡប់ទៅបន្ទប់របស់គាត់វិញយ៉ាងឆាប់រហ័សហើយរៀបចំកន្ត្រកសម្រាមព្រោះអ្នកយាមជិតមកដល់ជាន់របស់គាត់ក្នុងគុកនេះទ្វារក្រឡាបានបើកតែ2ដងប៉ុណ្ណោះគឺម្ដងប្រមូលសម្រាមនិងម្ដងសម្រាប់បម្រើអាហារពេលល្ងាចក្រៅពីនោះថ្ងៃដែលនៅសល់គឺទំនេរដែលផ្ដល់ពេលវេលាច្រើនដល់ពួកគេក្នុងការជីករូងដោយមិនខ្វល់ពីការចាប់បន្ទាប់មកអាបេបានកាត់សក់មួយបាច់គាត់វាយថ្មដើម្បីបង្ការជាផ្កាភ្លើងបំភ្លឺសក់រួចអុជទៀនបន្ទាប់មកពួកគេទាំងពីរបានចូលទៅក្នុងរូងក្រោមដីហើយបន្តជីកទៅមុខទៀតមានកន្លែងទំនេរតិចតួចណាស់នៅខាងក្រោមដូច្នេះការជីកកកាយមិនងាយស្រួលនោះទេលោកអាបេបានប៉ាន់ប្រមាណថាប្រសិនបើពួកគេបន្តធ្វើការក្នុងល្បឿននេះវានឹងចំណាយពេលយ៉ាងហោចណាស់3ឆ្នាំទៀតដើម្បីឈានទៅដល់ពិភពខាងក្រៅថ្ងៃមួយខណៈពេលដែលកំពុងសម្រាកលោកអេដម៉ាន់បានរៀនពីសៀវភៅមួយរបស់អេប៊ីថាអេប៊ីធ្លាប់ជាអ្នកលេងដាវដ៏ជំនាញម្នាក់បន្ទាប់ពីនោះអេដម៉ាន់រឹងរូសហើយនិយាយថាប្រសិនបើអេប៊ីមិនបង្រៀនគាត់ឲ្យចេះក្បាច់ដាវទេគាត់នឹងឈប់ជីករូងឥឡូវនេះអេដម៉ាន់មានគោលដៅតែមួយគត់ក្នុងជីវិតដើម្បីសងសឹកសត្រូវរបស់គាត់បន្ទាប់ពីបានស្ដាប់គាត់លោកអេប៊ីបានយល់ព្រមហើយបានត្រៀមខ្លួនជាស្រេចដើម្បីបង្រៀនអេដម៉ាន់នៅជំនាញប្រយុទ្ធអាបេបានចាប់ផ្ដើមពន្យល់ថាល្បឿនគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់អ្នកចម្បាំងគាត់បានគិតពីការបង្រៀនអេដម៉ាន់នៅមេរៀនមួយដោយប្រើដំណក់ទឹកដែលធ្លាក់ក្នុងបន្ទប់ឈរក្បែរមាត់ទឹកហូរគាត់ហុចដៃយ៉ាងលឿនរហូតមិនសាមគាត់បាននិយាយថាថ្ងៃណាដែលអ្នកខ្លាចជាអ្នកចម្បាំងដ៏មានថាមពលបន្ទាប់មកអាបេបានត្រឡប់ទៅជីកកាយវិញហើយអេដម៉ាន់បន្តអនុវត្តប៉ុន្មានថ្ងៃក្រោយមកអាបេបានបំបែកបន្ទះឈើពីទ្វារហើយធ្វើដាវคล้ายៗបន្ទាប់មកគាត់បានចាប់ផ្ដើមបង្រៀន Edmund Swordsmanship ឲ្យបានត្រឹមត្រូវនៅពេលដែលការហ្វឹកហាត់ដាវបានបញ្ចប់ Edmund នឹងផ្ដោតលើការសិក្សាឥឡូវនេះពេញមួយថ្ងៃរបស់គាត់បានចំណាយពេលសិក្សាជីកកកាយនិងហាត់ក្បាច់ដាវបន្ទាប់ពី2-3ខែជំនាញដាវរបស់ Edmund មានភាពប្រសើរឡើងច្រើនឥឡូវនេះអេប៊ីចាប់ផ្ដើមកត់សម្គាល់ថា Edmund បានក្លាយជាអ្នកកាន់ដាវដែលល្អជាងគាត់ទៅទៀតល្ងាចមួយក្នុងអំឡុងពេលសន្ទនាមួយ Edmund បានរកឃើញថា Abby ធ្លាប់ធ្វើការឲ្យរូសាអ្នកមានម្នាក់ឈ្មោះ Stadia ម្ចាស់របស់គាត់បានទទួលទ្រព្យសម្បត្តិយ៉ាងច្រើនហើយឥឡូវនេះណាប៉ូឡេអុងបានចាប់អេប៊ីដាក់គុកដើម្បីស្វែងរកកន្លែងដែលកំណប់ទ្រព្យត្រូវបានលាក់ឮដូច្នេះអេដម៉ាន់ខឹងខ្លាំងណាស់ព្រោះគាត់ក៏ធ្លាប់គាំទ្រណាប៉ូឡេអុងដែរអ្នកទាំងពីរត្រូវបានគេបិទទ្វារដោយសារការក្បត់ពីមួយថ្ងៃទៅមួយថ្ងៃការជីករូងក្រោមដីរបស់ពួកគេកំពុងនាំពួកគេខិតទៅជិតសេរីភាពថ្ងៃមួយពួកគេបានឃើញញើសស្រុកជាតិនៅក្នុងផ្លូវរូងក្រោមដីដែលធ្វើឲ្យលោកអាបេដឹងថាពួកគេខិតជិតដល់ដីដឹងដូច្នេះអ្នកទាំងពីរក៏សោក
បាយចិត្តជាខ្លាំងប៉ុន្តែមិនយូរប៉ុន្មានមានរឿងមួយបានកើតឡើងដែលប្រែក្លាយសុភមង្គលរបស់ពួកគេទៅជាទុក្ខរំពេចនោះផ្លូវរួមក្រោមដីចាប់ផ្ដើមញ័រហើយជាមួយនឹងសំឡេងខ្លាំងដុំថ្មនិងដីជាច្រើនបានធ្លាក់មកលើពួកគេដោយកប់លោកអាបេនៅពីក្រោមដោយភ័យស្លន់ស្លោលោកអេដម៉ាន់បានដកថ្មចេញយ៉ាងលឿនហើយទាញលោកអេប៊ីចេញវាប្រែថាពួកគេបានជីកក្នុងទីដែលខុសពួកគេច្បាស់ជាមានកំហុសនៅពេលជីករួមក្រោមដីព្រោះសំបីតែប្រអប់អាហារបានធ្លាក់ពីលើលោកអាបេបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលដុំថ្មធ្ងន់បុកទ្រូងរបស់លោកដោយសារតែការខូចខាតដល់សួតរបស់គាត់អាចស្លាប់នៅពេលណាមួយបាននៅគ្រាចុងក្រោយរបស់គាត់លោកអេប៊ីបានប្រាប់អេដម៉ាន់ថាមានសៀវភៅនៅក្រោមថ្មនៅក្នុងបន្ទប់របស់គាត់បានរកឃើញផែនទីកំណប់ដូចគ្នាដែលលោកអេប៊ីត្រូវបានចាប់ដាក់គុកគាត់ភ្ញាក់ផ្អើលពេលឃើញវាលោកអេដម៉ាន់បានសន្យាថាលោកអេប៊ីបានសន្យាថានឹងប្រើប្រាស់ទ្រព្យសម្បត្តិសម្រាប់អំពើល្អជានិច្ចនឹងនៅឲ្យឆ្ងាយពីអំពើអាក្រក់តាមដែលអាចធ្វើទៅបានហើយអាបេបានស្លាប់ភ្លាមបន្ទាប់ពីនោះអេដម៉ាន់ស្រក់ទឹកភ្នែកដោយមានអារម្មណ៍ថាគាត់នៅម្នាក់ឯងម្ដងទៀតភ្លាមនោះឆ្មាំមកដឹកម្ហូបអេដម៉ាន់លាក់ខ្លួននៅពីក្រោយជញ្ជាំងអ្នកយាមបានស្រែកហៅប៉ុន្តែមិនមានការឆ្លើយតបឡើយពេលគាត់ចូលទៅពិនិត្យមើលឃើញសពអាបេគាត់ភ័យស្លន់ស្លោក៏ប្រញាប់រីកាទៅថ្នាក់លើអេដម៉ាន់បានបិទច្រកចូលផ្លូវរួមក្រោមដីយ៉ាងលឿនហើយត្រឡប់ទៅបន្ទប់របស់គាត់វិញមួយសន្ទុះក្រោយមកអ្នកយាមបានត្រឡប់មកវិញជាមួយដៃគូរបស់គាត់ហើយដាក់សាកសពរបស់អេប៊ីនៅក្នុងថង់រាងកាយមួយអេដម៉ាន់កំពុងលាក់ខ្លួននៅក្នុងរូងក្រោមដីដោយរងចាំពួកគេចាក់ចេញនៅពេលដែលឆ្មាំចាក់ចេញភ្លាមអេដម៉ាន់បានចូលទៅក្នុងបន្ទប់ដោយស្ងាត់ស្ងៀមគាត់បានក្រឡេកមើលសាកសពរបស់អេប៊ីហើយខណៈពេលដែលកំពុងសម្លឹងមើលវាគំនិតមួយបានកើតឡើងនៅក្នុងគំនិតរបស់គាត់បានបដូរសាកសពលោកអេប៊ីយ៉ាងរហ័សជាមួយខ្លួនគាត់មួយសន្ទុះក្រោយមកមេឃុំបានមកដល់ជាមួយបុរសរបស់គាត់ដើម្បីប្រមូលសាកសពដោយសារគុកស្ថិតនៅលើកោះដែលស្ងាត់ជ្រុងពួកគេសម្រេចចិត្តបោះសាកសពទៅក្នុងសមុទ្រជាការល្អបំផុតខណៈនោះឆ្មាំម្នាក់បានទៅបន្ទប់របស់អេដម៉ាន់ជាមួយអាហារប៉ុន្តែនៅពេលដែលគ្មាននរណាម្នាក់ឆ្លើយតបសូម្បីតែបន្ទាប់ពីគូម្ដងហើយម្ដងទៀតក៏ដោយក៏គាត់មានការសង្ស័យគាត់បានបើកទ្វារហើយចូលទៅខាងក្នុងប៉ុន្តែជំនួសឲ្យអេដម៉ាន់គាត់បានរកឃើញសាកសពអេប៊ីនៅទីនោះបន្ទាប់មកអ្នកយាមក៏ស្រែកឆៅឡោទៅហើយអ្នកយាម Warden ចង់បញ្ចប់ការងារឲ្យលឿនហើយថ្ងៃនោះមានខ្យល់បក់ខ្លាំងរលកសមុទ្របក់មកលើថ្មធ្វើឲ្យពិបាកស្ដាប់អ្វីទាំងអស់ខណៈ Warden ខំស្ដាប់ Edmund ស្រាប់តែលួចសោ Warden ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបណ្ដាលឲ្យ Warden ធ្លាក់ចូលទៅក្នុងសមុទ្ររួមជាមួយនឹង Edmund ក្រឡេកទៅមើលភ្លាមពេលដែលគាត់បុកទឹក Edmund ស្រាប់តែ Warden ប្រាសោជាច្រើនឆ្នាំដើម្បីរំដោះខ្លួនពុះក្នុងខ្លួនគាត់ហើយគាត់បានលង់ទឹកអ្នកយាមក្នុងសមុទ្រយ៉ាងព្រៃផ្សៃហើយសម្លាប់គាត់បន្ទាប់មកគាត់បានហែទៅឆ្ងាយទៅក្នុងសមុទ្រដោយមិនងាកក្រោយនៅព្រឹកបន្ទាប់នៅពេលដែលអេដម៉ាន់ភ្ញាក់ឡើងគាត់នៅលើកោះមួយគាត់មិនដឹងថាគាត់បានរស់រានមានជីវិតឬទៅដល់ទីនោះដោយរបៀបណាទេសូម្បីតែគាត់ក៏មិនយល់ថាគាត់នៅមានជីវិតយ៉ាងណាដែរប៉ុន្តែគាត់មិនទាន់មានសេរីភាពនៅឡើយចោលសមុទ្រមួយក្រុមកំពុងអង្គុយក្បែរនោះដោយមើលគាត់យ៉ាងស្ងប់ស្ងាត់អេដម៉ាន់គិតថាគាត់នឹងត្រូវគេសម្លាប់ប៉ុន្តែមេដឹកនាំចោលសមុទ្រលុយបានផ្ដល់ឱកាសឲ្យគាត់បាននិយាយថាគាត់នឹងអនុញ្ញាតឲ្យអេដម៉ាន់រស់នៅលើលក្ខខណ្ឌមួយអេដម៉ាន់នឹងត្រូវប្រយុទ្ធជាមួយ Jacob ដែលជាមិត្តក្បត់របស់គាត់ដែលពួកគេនឹងកប់ទាំងរស់ប្រសិនបើ Jacob ឈ្នះគាត់អាចចូលរួមជាមួយក្រុមចោលសមុទ្រឡើងវិញហើយពួកគេនឹងសម្លាប់អេដម៉ាន់ប្រសិនបើគាត់អ្នកគាត់នឹងត្រូវដោះលែងមិនយូរប៉ុន្មានការប្រយុទ្ធគ្នារវាងអ្នកទាំងពីរបានចាប់ផ្ដើមយ៉ាកុបមានជំនាញខាងដាវប៉ុន្តែបច្ចេកទេសរបស់អេដម៉ាន់ដែលរៀនពីលោកអេប៊ីគឺមានឥទ្ធិពលខ្លាំងណាស់ទោះបីជាមានការវាយប្រហារជាច្រើនដងក៏ដោយយ៉ាកុបមិនអាចប៉ះអេដម៉ាន់ឡើយពេលគាត់ទទួលបានឱកាសភ្លាមអេដម៉ាន់បានវាយចេញយ៉ាងលឿនហើយបានផ្ដួលយ៉ាកុបឲ្យដួលប៉ុន្តែជំនួសឲ្យការសម្លាប់គាត់អេដម៉ាន់បានងាកទៅរកលុយយេហើយនិយាយថាមើលយើងទាំងពីរអាចធ្វើការឲ្យអ្នកយើងជាបុរសដែលមានប្រយោជន៍សម្រាប់យើងដោយគ្មានហេតុផលវាមិនងាយស្រួលទេក្នុងការស្វែងរកចោលសមុទ្រល្អដោយមើលឃើញពីជំនាញនិងចិត្តល្អរបស់អេដម៉ាន់លុយយេសប្បាយចិត្តនឹងបានរួចជីវិតពួកគេទាំងពីរក្នុងអំឡុងពេលសន្ទនានៅលើប៉ាល់អេដម៉ាន់បានប្រាប់ប្រធានក្រុមអំពីរឿងទាំងមូលរបស់គាត់បន្ទាប់ពីបានឬវាប្រធានក្រុមបានដោះលែងអេដម៉ាន់ដូច្នេះគាត់អាចបំពេញគោលបំណងសងសឹក Jacob បានចាប់ដៃជាមួយអេដម៉ាន់ចាប់តាំងពីអេដម៉ាន់បានជួយសង្គ្រោះជីវិតរបស់គាត់ Jacob បានសន្យាថាគាត់នឹងរក្សាភាពស្មោះត្រង់ចំពោះគាត់ជានិច្ចអេដម៉ាន់បានសុំឲ្យ Jacob រៀបចំទូកបន្ទាប់មកអេដម៉ាន់បានទៅផ្ទះចៅវាចាស់របស់គាត់យ៉ាងស្ងៀមស្ងាត់នៅពេលយប់ប៉ុន្តែអ្វីបានផ្លាស់ប្ដូរមេចាស់មិនស្គាល់គាត់ទេគាត់បានរកឃើញថាឪពុករបស់គាត់បានស្លាប់ដោយសារទុក្ខព្រួយបន្ទាប់ពីការជាប់គុករបស់អេដម៉ាន់មានការតក់ស្លុតយ៉ាងខ្លាំងចំពោះព័ត៌មាននេះប៉ុន្តែការប៉ះទង្គិចដ៏ធំបំផុតបានកើតឡើងនៅពេលដែលគាត់បានដឹងថាមិត្តចាស់របស់គាត់ឈ្មោះ Montague បានចាប់គាត់ហើយបានរៀបការជាមួយគូដណ្ដឹងរបស់គាត់គឺ Moses នៅថ្ងៃបន្ទាប់ Edmund និង Jacob បានធ្វើដំណើរទៅកាន់កោះដែលជាកន្លែងដែលកំណប់ត្រូវបានសម្គាល់នៅលើផែនទីពួកគេបានស្វែងរកគ្រប់អ៊ីងនៃកោះនេះប៉ុន្តែរកមិនឃើញកំណប់នោះទេបន្ទាប់មក Edmund បានគិតថាប្រហែលជាមានអ្វីមួយនៅក្រោមទឹកគាត់បានមុជចូលក្នុងស្រះក្រោមដីក្បែរកន្លែងដែលបានបង្ហាញក្នុងផែនទីនៅទីនោះគាត់បានរកឃើញដើមទ្រូងចាស់ជាច្រើនឃើញមាសចែងចាំងយ៉ាកុបលោតឡើងដោយអំណរហើយពេញទូកដោយមាសច្រើនតាមដែលគេអាចយកបានប៉ុន្តែដើម្បីយកកំណប់ទ្រព្យទាំងអស់ពួកគេត្រូវការកប៉ាល់ធំមួយហើយ Edmund មិនដឹងពីរបៀបយកមួយនោះទេលើសពីសុភមង្គល
ឥឡូវនេះគាត់ពោពេញដោយភ្លើងនៃការសង្សឹកគាត់បានសម្រេចចិត្តថាទ្រព្យសម្បត្តិនេះនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងតែមួយប៉ុណ្ណោះសង្សឹកដើម្បីចាប់ផ្ដើមលោក Edmund បានទិញផ្ទះដ៏ប្រណិតដ៏ធំមួយហើយបង្ហាញខ្លួនឯងថាជាអភិជនថ្មីរបស់ប្រទេសបារាំងគាត់បានអញ្ជើញពួកអភិជនជុំវិញទាំងអស់ឲ្យចូលរួមក្នុងពិធីជប់លៀងដ៏ធំនៅក្នុងវិមានដ៏អស្ចារ្យរបស់គាត់មិនយូរប៉ុន្មានរចនាបថរាជវង្សនិងភាពប្រណីតរបស់គាត់បានធ្វើឲ្យគាត់ល្បីល្បាញមនុស្សគ្រប់គ្នានិយាយអំពីគាត់ប៉ុន្តែការពិត Edmund កំពុងធ្វើអ្វីទាំងអស់នេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មិត្តក្បត់របស់គាត់ឈ្មោះ Montague បានមកចូលរួមពិធីជប់លៀងប៉ុន្តែចាក់ចេញដោយមិនបាននិយាយជាមួយគាត់ទន្ទឹមនឹងនេះយ៉ាកុបបានប្រាប់ Edmund ថា Montague មានកូនប្រុសម្នាក់ឈ្មោះ Albert ដូច្នេះ Edmund រួមជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់និងមិត្តភក្តិចោរប្លន់មួយចំនួនរបស់គាត់បានរៀបចំការចាប់ជំរិត Albert คล้ายៗដូច្នេះ Edmund អាចបង្ហាញខ្លួនជាអ្នកសង្គ្រោះរបស់គាត់ផែនការបានដំណើរការ Albert បានគិតថាបុរសដ៏ខ្ពង់ខ្ពស់ម្នាក់នេះបានសង្គ្រោះជីវិតគាត់សូមអរគុណ Albert បានអញ្ជើញ Edmund ទៅពិធីខួបកំណើតនាពេលខាងមុខរបស់គាត់ហើយបានស្នើសុំឲ្យគាត់ចូលរួម Edmund ធ្វើពុតជាស្ទាក់ស្ទើរប៉ុន្តែទីបំផុតក៏យល់ព្រមនៅឯពិធីជប់លៀង Albert បានណែនាំឪពុករបស់គាត់ឈ្មោះ Montague ទៅ Edmund បន្ទាប់ពី13ឆ្នាំពួកគេបានឈរទល់មុខគ្នាប៉ុន្តែ Montagueមិនស្គាល់គាត់ទេរូបរាងរបស់ Edmund បានផ្លាស់ប្ដូរទាំងស្រុងទោះយ៉ាងណាក៏ដោយនៅពេលដែល Mercedes បានឃើញគាត់នាងមានអារម្មណ៍ចម្លែកនាងមិនអាចស្គាល់គាត់ពីដំបូងឡើយប៉ុន្តែនៅពេលដែល Edmund បានស្ទាបនិងបង្វិលសក់របស់នាងតាមរបៀបពិសេសអ្វីមួយដែលគាត់ធ្លាប់ធ្វើនាងបានដឹងភ្លាមថាគាត់ជានរណាវាជាទម្លាប់ចាស់របស់ Edmund ដឹងថា Montague អស់សង្ឃឹមនឹងលុយដូច្នេះគាត់បានកុហកគាត់ដោយនិយាយថាគាត់បានរកឃើញកំណប់ទ្រព្យដ៏ធំហើយកប៉ាល់មួយបាននាំយកមាស100គីឡូក្រាមក្នុងរយៈពេល8ថ្ងៃបន្ទាប់គាត់ក៏បានស្នើឲ្យចៅក្រម Wilford ជុំរះរាល់ឧបសគ្គផ្លូវច្បាប់ដើម្បីកុំឲ្យមានបញ្ហាប៉ូលីសប៉ុន្តែ Wilford គឺជាចៅក្រមពុករលួយដែលមានការគ្រប់គ្រងពេញលេញលើប៉ូលីសក្នុងតំបន់បន្ទាប់ពីបានឬពាក្យរបស់ Edmund គាត់បានធ្វើផែនការជាមួយ Montague ពួកគេបានសម្រេចចិត្តលួចទ្រព្យសម្បត្តិរបស់ Edmund មុនពេលវាទៅដល់គាត់ហើយទុកមាសទាំងអស់សម្រាប់ខ្លួនពួកគេ Montague បាននិយាយថាគាត់ស្គាល់នរណាម្នាក់ដែលអាចជួយពួកគេតាមពិតទៅបុរសទាំង3នាក់នេះគឺជាមនុស្សដូចគ្នាដែលបានចាប់លោក Edmund កាលពីឆ្នាំមុនហើយបានបញ្ជូនគាត់ទៅពន្ធនាគារហើយឥឡូវនេះEdmund បាននាំពួកគេទាំងអស់គ្នាដោយចេតនាបន្ទាប់ពីពិធីជប់លៀង Mercedes បានលួចចូលទៅក្នុងឡានរបស់ Edmund ដោយយំនាងបានប្រាប់គាត់ថា Montague បានកុហកនាងគាត់បានប្រាប់នាងថា Edmund ត្រូវបានព្យួរ Edmund ភ័យខ្លាចថាការពិតនេះអាចបំផ្លាញផែនការសងសឹករបស់គាត់ទាំងស្រុងនោះហើយជាមូលហេតុដែលគាត់បានប្រាប់ Mercedes អស់យីចាក់ចេញឥឡូវនេះបន្ទាប់មកយើងឃើញថាកប៉ាល់របស់ Edmund ត្រូវបានប្លន់ហើយវាត្រូវបានធ្វើដោយបុរសរបស់ Montague បុរសដដែលនេះក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលទទួលខុសត្រូវក្នុងការបញ្ជូន Edmund ទៅគុក Edmundបានដុតជាមួយនឹងបំណងប្រាថ្នាសម្រាប់ការសង្សឹកបុរសនោះស្មានថាគាត់បានប្លន់កប៉ាល់យ៉ាងងាយប៉ុន្តែមិនយូរប៉ុន្មានអ្នកយាមបានមកដល់ហើយចាប់គាត់បានព្យាយាមរត់គេចប៉ុន្តែ Edmund បានបង្ហាញខ្លួនបុរសនោះបានព្យាយាមវាយសម្រុកប៉ុន្តែ Edmund បានគប់ក្បាលចំមុនពេលសម្លាប់គាត់ Edmund បានបង្ហាញអត្តសញ្ញាណពិតរបស់គាត់ដូច្នេះបុរសនឹងដឹងច្បាស់ពីមូលហេតុដែលគាត់ស្លាប់និងសម្រាប់ឧក្រិដ្ឋកម្មអ្វីឥឡូវនេះគោលដៅបន្ទាប់របស់ Edmund គឺ Magistrate Wilford ជាច្រើនឆ្នាំកន្លងមកចៅក្រមរដែលនេះបានដាក់ពង្រាយ Edmund ក្នុងរឿងសម្បត្តិរបស់ណាប៉ូឡេអុងគួរឲ្យអស់សំណើចណាស់ឪពុករបស់ចៅក្រមគឺជាអ្នកគាំទ្រណាប៉ូឡេអុងប៉ុន្តែនៅក្នុងការស្រេកឃ្លានអំណាចរបស់គាត់ Wilford បានសម្លាប់ឪពុករបស់គាត់ផ្ទាល់ហើយបានស្ដីបន្ទោសEdmund សម្រាប់ឧក្រិដ្ឋកម្មដែលនាំទៅដល់ការជាប់គុករបស់គាត់លើកនេះ Edmund បានធ្វើឲ្យ Wilford សារភាពអ្វីទាំងអស់ក្នុងពេលសន្ទនា Wilford បានទទួលស្គាល់វាទាំងអស់ដោយគិតថា Edmund មិនមានភស្តុតាងទេប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺប៉ូលីសនៅក្នុងបន្ទប់រួចហើយដោយស្ដាប់គ្រប់យ៉ាងពួកគេបានចាប់ខ្លួន Wilford នៅនឹងកន្លែងខណៈពេលនោះម៉ុងតាដែលឥឡូវខ្សែធនកំពុងត្រៀមរត់គេចខ្លួនប៉ុន្តែ Mercedes មិនព្រមទៅជាមួយគាត់ទេនាងបានប្រាប់គាត់ថា Albert មិនមែនជាកូនប្រុសរបស់គាត់ទេប៉ុន្តែជារបស់ Edmundនៅពេលដែល Montague រៀបការជាមួយ Mercedes នាងមានផ្ទៃពោះរួចហើយនោះហើយជាមូលហេតុដែលនាងយល់ព្រមរៀបការជាមួយគាត់ Montague ស្រែកដោយកំហឹងប៉ុន្តែមិនអាចកែប្រែអ្វីបានទេគាត់បានប្រញាប់ប្រញោលទៅកាន់បន្ទីដែលគាត់បានលាក់កំណប់ទ្រព្យទាំងអស់ដែលបានលួចប៉ុន្តែពេលគាត់បើកទ្រូងគេពេញទៅដោយខ្សាច់នៅក្នុងទ្រូងចុងក្រោយគាត់បានរកឃើញតែអុកតូចមួយដែលគាត់បានផ្ដល់ឲ្យ Edmundនៅពេលនោះ Edmund បានបង្ហាញខ្លួនឥឡូវនេះម៉ុងតាបានដឹងការពិតហើយដោយកំហឹងគាត់បានវាយប្រហារ Edmund ដោយដាវប៉ុន្តែ Montague មិនសមនឹងគាត់ទេ Edmund បានដកអាវុធយ៉ាងងាយស្រួលហើយខ្ទាស់គាត់ទៅនឹងជញ្ជាំងដូចជា Edmund ហ៊ាបនឹងបញ្ចេញការវាយប្រហារចុងក្រោយ Albert បានឈានជើងចូលហើយនិយាយថាគាត់នឹងមិនទុកឲ្យឪពុកគាត់ស្លាប់បែបនេះទេ Montague បានប្រើពេលវេលាដើម្បីលួចលាក់គ្រាប់កាំភ្លើងនិងម្សៅកាំភ្លើងចូលទៅក្នុងកាំភ្លើងលាក់បន្ទាប់មក Mercedes បានរត់មកឈប់ Edmund នាងបានប្រាប់គាត់ការពិតថា Albertគឺជាកូនប្រុសរបស់គាត់ Edmund មានការភ្ញាក់ផ្អើលភ្លាមនោះ Montague បានតម្រង់កាំភ្លើងទៅកាន់ Edmund ប៉ុន្តែ Jacob ដែលធ្វើសកម្មភាពយ៉ាងលឿនបានគប់កាំបិតជាមួយនឹងល្បឿនរន្ទះគ្រាប់កាំភ្លើងបានបាញ់ត្រូវ Edmund ប៉ុន្តែបានត្រូវរថយន្ត Mercedes ចំស្មា Montague បានប្រើការរំខានដើម្បីរត់គេចខ្លួន Edmund បានដេញតាមគាត់ Montague បានឡើងលើសេះរបស់គាត់ហើយបានចោទប្រកាន់គាត់ដាវរបស់ Edmund បានធ្លាក់ចុះហើយមួយសន្ទុះ Montague ហាក់ដូចជាមានដៃខ្ពស់ជាងប៉ុន្តែនៅទីបំផុត Edmund បានផ្ដួល Montague ហើយវាយគាត់អស់
យីស្លាប់ Montague បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីភ្លើងឆេះនៃការសងសឹករបស់គាត់ទីបំផុតបានត្រជាក់ចុះ Edmund រួមជាមួយប្រពន្ធនិងកូនប្រុសរបស់គាត់បានត្រឡប់ទៅកោះដែលជាកន្លែងដែលគាត់បានចំណាយពេល13ឆ្នាំនៃជីវិតរបស់គាត់នៅទីនោះគាត់នឹកឃើញអ្នកណែនាំរបស់គាត់គឺ Abby Ferrier នៅទីបំផុតគាត់បានទិញកោះនេះដើម្បីកុំឲ្យនរណាម្នាក់រងការឈឺចាប់ដែលគាត់បានឆ្លងកាត់បើចូលចិត្តវីដេអូកុំភ្លេច like និង subscribe channel ផងជួបគ្នានៅវីដេអូបន្ទាប់